នៅរាត្រីនេះនឹងមានការពិភាក្សាអំពីថាតើដំណោះស្រាយព្រំដែនកម្ពុជាវៀតណាមត្រូវការអ្វីខ្លះទៀតបាទទៅហើយប្រធានបទនេះគឺថាមានភាពស្រួយស្រាវហើយពលរដ្ឋកម្ពុជាមានការចង់ដឹងចង់ឮបន្ថែមទៀតដូច្នេះសូមអរគុណវាគ្មិនទាំងពីររូបគឺលោកបណ្ឌិតសុកទូចនិងលោកអ៊ុំសំអានដែលឆ្លៀតឱកាសចូលរួមនៅក្នុងកម្មវិធីនេះដើម្បីជម្រាបជូនអស់លោកអ្នកស្ដាប់បន្ថែមទៀតចឹងមុននឹងចាប់ផ្ដើមកម្មវិធីនិងទទួលសំណួរពីអស់លោកអ្នកស្ដាប់សូមឆ្លៀតឱកាសនេះជម្រាបសួរលោកបណ្ឌិតសុកទូចហើយនិងលោកអ៊ុំសំអានបាទសូមជម្រាបសួរលោកទាំងពីរបាទជម្រាបសួរបាទសូមអរគុណច្រើនមែនទែនដែលលោកឆ្លៀតឱកាសដើម្បីនឹងអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះដើម្បីឆ្លើយតបទៅនឹងជាសំណុំពរឬក៏ការចង់ដឹងបន្ថែមទៀតរបស់ពលរដ្ឋកម្ពុជាបាទលោកបណ្ឌិតសុកទូចជាអ្នកស្រាវជ្រាវរឿងផែនទីនេះនៃរាជបណ្ឌិតសភាជាប្រធានក្រុមស្រាវជ្រាវផងហើយលោកជាសាកលវិទ្យាធិការផងហើយលោកអ៊ុំសំអានជាតំណាងរាស្ត្រនៃគណៈបក្សសង្គ្រោះជាតិលោកជាអ្នកធ្លាប់ដឹកនាំប្រជាពលរដ្ឋទៅកាន់ដូចជាទល់ដែននៅខេត្តស្វាយរៀងនិងខេត្តមួយចំនួនទៀតដែលលោកសង្ស័យថាមានបញ្ហាភាពមិនប្រក្រតីរឿងព្រំដែនកម្ពុជាវៀតណាមនៅទីនោះឥឡូវមុននឹងទទួលសំណួរពីអស់លោកអ្នកស្ដាប់ខ្ញុំសូមអភ័យទោសសូមអញ្ជើញលោកបណ្ឌិតសុកទូចអាចជម្រាបទ្រុសបានថាតើកម្ពុជាយើងត្រូវការអ្វីខ្លះដើម្បីនឹងធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងវៀតណាមបាទសូមអញ្ជើញសង្ខេបបាទអរគុណលោកសុកខេមរាសូមជម្រាបសួរអាដាមអ៊ុំសំអានដែលជាតំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិហើយអ្នកស្ដាប់ទាំងអស់នៅក្នុងវិទ្យុ VOA ជាទីគោរពនិងជាទីរាប់អានជាការពិតណាស់នៅពេលដែលយើងខ្ញុំបានសិក្សាទៅលើបញ្ហាផែនទីនេះយើងចែកចេញជា3ដំណាក់កាលដំណាក់កាលទី1យើងសិក្សាទៅលើផែនទីដំណាក់កាលទី2យើងសិក្សាអំពីសន្ធិសញ្ញាដែលពាក់ព័ន្ធហើយដំណាក់កាលទី3យើងនឹងចុះទៅមើលសកម្មភាពផ្ទាល់ពីរវាងផែនទីនិងទៅលើផែនដីនឹងគឺយើងមើលសិក្សា3ហ្នឹងប៉ុន្តែដំណាក់កាលទី1យើងស្មានតែការសិក្សាហ្នឹងវារយៈពេលយូរតាមពិតវាហាក់ដូចជាលឿនសម្រាប់ក្រុមសិក្សាស្រាវជ្រាវហើយយើងបានដាក់លិខិតទៅកាន់ដែលស្ថាប័នដែលពាក់ព័ន្ធហេតុអីបានជាយើងយកអំរែករឿងព្រំដែននឹងមកធ្វើការសិក្សាប្រហែលជាមានអ្នកខ្លះឆ្ងល់ថាខាងពួកខ្ញុំមិនមានឯកទេសតាមពិតយើងមាន9នាក់រូបខ្ញុំមានឯកទេសខាងប្រវត្តិសាស្ត្រនយោបាយហើយលោកបណ្ឌិតយ៉ងពៅគាត់ខាងភូមិសាស្ត្រហើយលោកបណ្ឌិតគិនភៀខាងវិទ្យាសាស្ត្រនយោបាយហើយមានសេដ្ឋកិច្ចនិងខាងទស្សនវិជ្ជាទាំងអស់ហ្នឹងគឺសិតសឹងតែជាអ្នកស្រាវជ្រាវដែលបែងចែកទៅតាមនីតិវិធីរបស់ខ្លួនអញ្ចឹងយើងឃើញថាពេលក្រោយយើងសិក្សាទៅយើងបានទទួលឯកសារផែនទីហ្នឹងបានទាំងអស់6ប្រភពពីផែនទីហ្នឹងទី1គឺចេញមកពីប្រភពរបស់អ៊ុំសៀងពេញសែគាត់លឿនជាងគេបំផុតគ្រាន់តែយើងខ្ញុំដាក់សុំទៅគាត់បញ្ជូនមក49ផ្ទាំងហើយមានមកជាឯកសារលិលាអក្សរជាសរសេរជាអីហ្នឹងមាន400ទំព័រខ្ញុំបានមើលកិច្ចការហ្នឹងហើយពីព្រឹកមិញនេះគាត់ផ្ញើមកទៀតផែនទីពាក់ព័ន្ធជាង100ផ្ទាំងទៀតដែលតាក់ទិនទៅនឹងផែនទីហើយប្រភពទី2យើងបានផែនទីមកអំពីខាងរដ្ឋាភិបាលហ្នឹងគឺពាក់ព័ន្ធដែលជាថាផែនទីកំពុងតែអនុវត្តនិងសន្ធិសញ្ញាជាច្រើនដែលពាក់ព័ន្ធ82 83 85ហ្នឹងហើយយើងបានទទួលពីរាជរដ្ឋាភិបាលហើយប្រភពទី3គឺបានមកអំពីបណ្ណាល័យ Congress សហរដ្ឋអាមេរិកបាទទោះបីជាយើងមានដោយសារតែនៅនេះវាអត់មានវីដេអូបង្ហាញបញ្ចាំងអីខ្ញុំអាចមានលោកខេមរាបានទៅដល់ព្រឹកមិញហើយលោកមានការថតចម្លងច្បាស់លាស់ណាស់ថាកាលណាយើងថតពីកន្លែងណាមកបានន័យថាបណ្ណាល័យហ្នឹងត្រូវតែបោះត្រាសម្គាល់ថាយើងបានយកចេញពីបណ្ណាល័យហ្នឹងហើយកុំឲ្យមានការថាយើងយកពីនេះយកពីនោះគ្មានដែនកំណត់ហើយចំណុចមួយទៀតយើងបានពីបណ្ណាល័យបារាំងយើងបានហើយផែនទីហ្នឹងហើយ26ផ្ទាំងហើយយើងបានផែនទីពីប្រភពមួយទៀតគឺខ្ញុំបាទសិក្សាទៅលើបញ្ហា UN បាទ UN យើងបានហើយនៅក្នុងដៃហ្នឹងគឺមាន18ផ្ទាំងបូកនឹង2ផ្ទាំងទៀតដែលជាផែនទីកូពីពង្រីកបានន័យថាពង្រីកឲ្យធំដើម្បីឲ្យងាយស្រួលទៅលើកិច្ចការអស់ទាំងហ្នឹងហើយ
ផែនទីមួយទៀតដែលយើងខ្ញុំបានសិក្សាហ្នឹងពីបណ្ណាសាជាតិបូកនឹងរបស់អ្នកស្រាវជ្រាវសរិនឆាហើយពីល្ងាចមិញនេះខ្ញុំបានទទួលឯកសារគាត់ទើបបញ្ចេញមកពីបារាំងគាត់ក៏បញ្ហាគាត់សិក្សាពីបញ្ហាសមុទ្រគឺគាត់នៅសភាដែរជាទីប្រឹក្សាសភាប៉ុន្តែគាត់ទៅបារាំងហើយជាពួកម៉ាក់អ្នកសិក្សាព្រំដែននឹងដែរហើយគាត់បានឲ្យខ្ញុំហើយខ្ញុំក៏មិនចេញឈ្មោះគាត់ដោយសារតែគាត់ថាគាត់សរសេរនិកាយបទពីរឿងច្បាប់សមុទ្រហ្នឹងបាទលោកបណ្ឌិតសុកទូចសូមអរគុណចំពោះការសង្ខេបទ្រុសចង់អញ្ជើញលោកអ៊ុំសំអានអ្នកតំណាងរាស្ត្រសូមបន្ថែមបន្តិចទៀតចំណុចមួយទៀតសូមកុំឲ្យថាខាងសង្គ្រោះជាតិខ្ញុំបានសូមអាយដាមអង្គសំអាននឹងមុខហ្នឹងខ្ញុំបានដាក់លិខិតទៅគាត់ហើយខ្ញុំបានដាក់លិខិតមុនទៅខាងអាយដាមសំរងស៊ីហើយអាយដាមសំរងស៊ីចុងក្រោយមកអាយដាមញ៉ែមបញ្ញរិទ្ធគាត់ថាលោកបណ្ឌិតអាចទទួលយកបានតាម RFE ខ្ញុំបានចំណាត់ការទៅភ្លាមចុងក្រោយមកគឺអត់បានប៉ុន្តែឥឡូវនេះគាត់សន្យាហើយថាថ្ងៃច័ន្ទនឹងឲ្យមកខាងខ្ញុំបាទសូមអរគុណបាទសូមជើញលោកអ៊ុំសំអានបាទខ្ញុំសូមគោរពលោកបណ្ឌិតសុកទូចសូមគោរពលោកខេមរាហើយសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុ VOA ទាំងអស់ជាទីគោរពជុំវិញបញ្ហាព្រំដែននេះសំខាន់ទី1គឺត្រូវជ្រើសរើសយកផែនទីដែលត្រឹមត្រូវដូច្នេះសំខាន់យើងឯកភាពទៅលើផែនទីសិនហើយផែនទីដែលត្រឹមត្រូវផែនទីដែលយកជាការបានហើយតាមផ្លូវច្បាប់គឺផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ1964ហើយលោកវ៉ាកំហុងក៏ដឹងដែរថាផែនទីនឹងសម្ដេចតាបានយកទៅតម្កល់នៅឆ្នាំ1964បាទប៉ុន្តែរហូតដល់ពេលនេះគឺផែនទីនឹងអត់ទាន់មានការឯកភាពគ្នាឡើយព្រោះខាងគណៈបព្វប្រឆាំងថារដ្ឋាភិបាលប្រើផែនទីមិនត្រឹមត្រូវអញ្ចឹងទៅមានការសង្ស័យទៅអញ្ចឹងយើងមិនទាន់នឹងថារដ្ឋាភិបាលប្រើផែនទីប្រភេទណាអាហ្នឹងជាការសង្ស័យហើយខាងរដ្ឋាភិបាលក៏ស្នើសុំផែនទីពីគណៈបព្វប្រឆាំងហើយតាមខ្ញុំដឹងគឺខាងគណៈបព្វប្រឆាំងនឹងផ្ញើផែនទីដែលលោកប្រធានសំរងស៊ីយកមកពីវិទ្យាស្ថានជាតិនៅប្រទេសបារាំងហ្នឹងជូនលោកបណ្ឌិតសុកទូចថ្ងៃច័ន្ទទៅរដ្ឋាភិបាលហើយនឹងទៅព្រះមក្សត្រនៅសប្តាហ៍ក្រោយហ្នឹងបាទតាមដែលសំណូមពរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ចង់បានដែលគាត់មានប្រសាសន៍ក្នុងពេលថ្មីនេះបាទលោកអ៊ុំសុអានចង់ការប្រសាសន៍លោកតិចចង់ឲ្យលោកបញ្ជាក់ថាបើសិនជាបានផែនទីពិតប្រាកដមកតើខាងភាគីវៀតណាមនឹងទទួលស្គាល់ទេឬក៏អាចនឹងទទួលយកបានទេលោកបានមានប្រសាសន៍ពីកាលពី Hello VA មុនខ្លះប៉ុន្តែចង់ឲ្យលោកជម្រាបពីបញ្ហានឹងថែមទៀតក៏លោកមានព័ត៌មានលម្អិតទៀតបាទដំបូងគឺចង់បានឯកភាពជាតិសិនឯកភាពជាតិគឺមានថាអាចទទួលយកបានពីគ្រប់ភាគីពីគណៈបព្វប្រឆាំងនិងរដ្ឋាភិបាលសពថ្ងៃនេះមានអត់ទាន់មានឯកភាពជាតិនៅឡើយទេទៅលើផែនទីហ្នឹងដូច្នេះបើសិនជាបានផែនទីមកពីអង្គការសហប្រជាជាតិគឺផែនទីខ្នាត1លើ100,000ធ្វើក្នុងចន្លោះឆ្នាំ33ដល់53ដែលទទួលស្គាល់ជាអន្តរជាតិក្នុងចន្លោះឆ្នាំ63ដល់69ហើយដែលសម្ដេចតាតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ1964ហើយផែនទីនេះគឺផែនទីក្រមភូមិសាស្ត្រឥណ្ឌូចិនបើសិនបានផែនទីមកឯកភាពសិនបានយើងទៅចរចាជាមួយវៀតណាមហើយបើសិនជាជំរឿសបើចរចាមិនបានមានតែប្តឹងទៅ ICJ ទេព្រោះតាមកាសែតដែលបានចុះហើយសម្ដេចតាក៏បានមានបន្ទូលក៏ឆ្នាំ2005កាលពីឆ្នាំ2005ហ្នឹងសម្ដេចតាជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ព្រំដែនពេលហ្នឹងសម្ដេចតាថាខ្ញុំនឹងបញ្ជូនដំណើររបស់ខ្ញុំទៅប្រទេសវៀតណាមដើម្បីចរចាជាមួយវៀតណាមយកផែនទីតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ1964ពេលហ្នឹងវៀតណាមស្រែកថាអត់ទេអត់យកផែនទីតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ1964ទេយកសន្ធិសញ្ញាឆ្នាំ82 83និង85ហើយឆ្នាំ2004សម្ដេចតាបានថ្លែងការថាសន្ធិសញ្ញានាទសវត្សរ៍ទី80ហ្នឹងត្រូវទុកជាមុខគេហើយតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991ហើយឆ្នាំ2000ខ្ញុំមានលិខិតរបស់ខ្ញុំគឺសម្ដេចហ៊ុនសែនបានសរសេរលិខិតទៅសម្ដេចតាមានក្នុងលិខិតហ្នឹងថាតាមពិតកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991បានទុកជាមុខនៅសន្ធិសញ្ញាឆ្នាំ1982 83និង85ដូចខ្ញុំមិនបាច់ខ្ញុំប្រកាសជាអឡារឹកទេប៉ុន្តែដល់ពេលយួនស្រែកថាអត់អាចយកផែនទីតម្កល់អង្គការសហប្រជាជាតិបានទេត្រូវយកសន្ធិសញ្ញានាទសវត្សរ៍ទី80ពេលហ្នឹងសម្ដេចហ៊ុនសែនក៏យល់ព្រមជាមួយវៀតណាមហើយមានការប្រឆាគ្នាមានការមិនចុះសម្រុងគ្នារវាងសម្ដេចតានិងលោកហ៊ុនសែនដោយសារសម្ដេចតាចង់យកផែនទីតម្កល់អង្គការសហប្រជាជាតិហើយលោកហ៊ុនសែនចង់យកផែន
ចង់យន្តទីឆ្នៃឆ្នាំ1982 83និង85ពេលហ្នឹងឆ្នាំ2005នឹងផងដែរលោកហ៊ុនសែនក៏ស្នើទៅព្រះមហាក្សត្រដើម្បីសូមឲ្យព្រះមហាក្សត្ររំលាយក្រមប្រសាជាតិចង់ខ្ពស់ព្រំដែនដែលដឹកនាំដោយសម្ដេចតាហើយក្នុងឃ្លាមួយរបស់ព្រះរាជរដ្ឋហ្នឹងបានចែងថាមានតែឈ្មោះហ៊ុនសែនម្នាក់គាត់ដែលអាចចរចាជាមួយបញ្ហាព្រំដែនជាមួយវៀតណាមបានដល់ក្រោយមកសម្ដេចតាក៏លាលែងថាគេឲ្យដំណើរគ្នាដូច្នេះមានន័យថាបើសិនតែបានផែនទីមកក៏ដោយយួនក៏មិនព្រមយកអាផែនទីហ្នឹងទៅដើម្បីដោះស្រាយបញ្ហាព្រំដែនរបស់បកគោជាមួយយួនដែរមានន័យថាយួនបានបដិសេធរួចហើយក៏បើសិនជាយល់ព្រមយួនយល់ព្រមជាមួយសម្ដេចតាបើយល់ព្រមសម្ដេចហ៊ុនសែនប្រកាសជាឲ្យសម្ដេចតាចរចាជាមួយយួនហើយដូច្នេះជារឿងមួយលោកអ៊ំសំអានសូមអរគុណច្រើនចំពោះការសង្ខេបអំពីរឿងនេះខ្ញុំចង់បានប្រសាសន៍ពីលោកសុកទូចសិនមុននឹងជូនវេទិកានេះទៅដល់អស់លោកអ្នកស្ដាប់លោកមានប្រសាសន៍ពីរឿងផែនទី18ផ្ទាំងដែលអង្គការសហជីវជាតិបានផ្ដល់ឲ្យហើយនឹងផ្ដល់ផែនទីដែលជាលិលាអក្សរបន្ថែមទៀតដែលបានមកមុននោះគឺថាផែនទីតាមអេឡិចត្រូនិកឥឡូវចង់និយាយថាតាមរបៀប digital ប៉ុន្តែឥឡូវផែនទីกระดาษនឹងមកដល់ពេលក្រោយមិនអញ្ចឹងទេបាទប៉ុន្តែឥឡូវបើសិនជានិយាយអំពីរឿងផែនទីមកដល់ពេលក្រោយឬក៏ឥឡូវយើងបានទទួលហើយផែនទីហ្នឹងខ្មែរបានទទួលហើយតើដូចថាការដែលយកផែនទី18ផ្ទាំងហ្នឹងដូចខាងអង្គការសហជីវជាតិបញ្ជាក់ថាមិនមែនជាអ្វីដែលភាគីកម្ពុជាចង់បានតើយើងត្រូវតែយកមកដើម្បីយើងធ្វើជាតលហិកអីមួយឬក៏លោកបញ្យល់យ៉ាងម៉េចអំពីរឿងហ្នឹងហើយផែនទីពិតយ៉ាងម៉េចទៅបាទអរគុណអ្វីដែលអាយដាមអ៊ុំសំអានលោកមានប្រសាសន៍ថាយកផែនទីដែលតម្កល់នៅឆ្នាំ1964ហ្នឹងនេះគឺជាជំងឺប្រវត្តិសាស្ត្រនៅពេលដែលអង្គការសហជីវជាតិមកដល់ស្រុកខ្មែរពាក្យនឹងទៅរំលាយចោលហើយខ្ញុំបានផែនទីនឹងដៃផែនទីនេះគឺជាផែនទីប្តឹងរបស់ប្រទេសជិតខាងអាធីវគីនិងសហរដ្ឋអាមេរិកដែលទម្លាក់គ្រាប់បែកនៅឆ្នាំ1964ចាំឲ្យច្បាស់អញ្ចឹងប្រវត្តិសាស្ត្រអត់មានការពិតបន្លំខ្មែរតគ្នាឥឡូវនេះយើងបានស្រាយបញ្ជាក់នៅពេលអង្គការសហជីវជាតិព្រោះផែនទីនឹងនៅដៃខ្ញុំហើយមាននិមិត្តសញ្ញា3លោកខេមរាបានទៅឃើញហើយប៉ុន្តែដល់សួរពេលនេះខ្ញុំនឹងស្រាយបញ្ជាក់មានសញ្ញារង្វង់គឺឈ្លានពានដែនអាកាសសញ្ញាត្រចក្រកោណឈ្លានពាននៅលើដែនគោកត្រីកោណឈ្លានពាននៅលើដែនទឹកទាំងអស់នេះគឺបង្ហាញអំពីផែនទីមិនអាចយកមកប្រើប្រាស់បានទេប៉ុន្តែហេតុអីបានយកមកដើម្បីបញ្ជាក់ឲ្យប្រជាជនកម្ពុជាដែលធ្លាប់ទន្ទិញចាំមាត់ថាផែនទីឆ្នាំ1964ដែលតម្កល់ដោយអង្គការសហប្រជាជាតិគឺមិនមែនផែនទីតម្កល់ទេគឺផែនទីប្តឹងដែលការឈ្លានពានរបស់សហរដ្ឋអាមេរិកនិងពួកអាធីវគីចំណុចទី1ចំណុចទី2បើសិនខ្ញុំគាត់ជម្រាបជូនទេបើសិនជាដល់យើងនិយាយកន្លែងនេះដល់ពេលយើងស្រាវជ្រាវទៅបានឃើញជ្រៅមែនតើបើសិនយើងយកផែនទីអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៅឆ្នាំ1930ដល់ឆ្នាំ1953យើងនឹងបាត់ទឹកដីរបស់កម្ពុជាមួយភាគធំទៅឲ្យវៀតណាមគឺដាក់ហ៊ូតបាទប៉ុន្តែដូចថាយូរឆ្នាំហើយហេតុអីបានរដ្ឋាភិបាលអត់បានគិតគូរអំពីរឿងហ្នឹងឬក៏គណៈបកជំទាស់ឬក៏ខាងភាគីអ្នកជំនាញមិនបានខ្ញុំមិនដឹងរឿងនេះប៉ុន្តែដល់ពេលចាប់ផ្ដើមកាប់កកាយចាប់ផ្ដើមប៉ុន្តែខ្ញុំយល់ប្រហែលជារដ្ឋាភិបាលលោកខ្លាចជជែកមិនឈ្នះខាងភាគីវៀតណាមនោះហើយទុកដើម្បីចរចាជាមួយវៀតណាមដើម្បីងាយស្រួលពីព្រោះបើយកឆ្នាំ1933បើដាក់ហ៊ូតធ្វើនៅឆ្នាំ1914ហើយបើសិនជាប្រទេសថៃព្រំដែនកម្ពុជាថៃធ្វើឆ្នាំ1904ហើយបោះបង្គោលឆ្នាំ1908អញ្ចឹងវាផ្ទុយទៅនឹងព្រំដែនថៃក៏ខុសហើយបើប្រើមាត្រា4 1លើខ្នាត1លើ100,000មានន័យថាត្រូវបានតែវៀតណាមទេចុះថៃប្រើខ្នាត1លើ200,000នៅប្រទេសដែនសមុទ្រក៏ខុសគ្នានៅខាងឡាវ1លើ300,000យ៉ាងម៉េចទៅរដ្ឋធម្មនុញ្ញហ្នឹងចុះឥឡូវគេអាចកែប្រែរដ្ឋធម្មនុញ្ញហ្នឹងបានខ្ញុំអត់ហ៊ានព្រោះតំណាងរាស្ត្រលោកកូននៅនឹងហើយខ្ញុំគាត់តែខ្ញុំផ្ដល់គំនិតហ្នឹងហើយសូមផ្ដល់មួយទៀតរឿងប្តឹងទៅ ICJ ត្រូវឲ្យយល់រឿងហេតុអីបានយើងប្តឹងសៀមបានយើងមានសន្ធិសញ្ញាបារាំងសៀមហើយប្រទេសសៀមបានចុះហត្ថលេខាជាមួយ ICJ ប៉ុន្តែយួនអត់មានចុះទេអញ្ចឹងអត់ប្តឹងបានទេចំណុចមួយទៀត82 83 85ខ្ញុំបានអានចប់ហើយខ្ញុំបានវិភាគទៀត82 83 85អត់និយាយរឿងផែនទីទេបើអ្នកណាហ៊ាននិយាយគឺខុស82 83គឺនិយាយអំពីនីតិវិធី
นิเจศที่ยังไม่บาสันจีวะเตยจอมตึกเฉลยเตยก็ตามฉบับอันตรายได้ยกตึกจุบเลยเพื่อเชียอะที่มวยที่ปีบาสันจีวะเตยจอมพนมเตยยกกับพูลในพนมเพราะ8 ปี 8 ใบอัดนี่ยี่ปีเรื่องแผนที่เจคือยังกูรบเตยเลือสิทธิสัญญาในการวางแผนให้บาสันจีและคณะประวัติศาสตร์อุปมาชิดซามวยรัวเนยอยากเป็นใบหรือบ้วนดมน้อมีในชาเตยแต่đóโอกาสนั้นให้ดอกโดtừตามวิจิตรបាទសូមអរគុណលោកបណ្ឌិតសុកទូចអស់លោកអ្នកកំពុងស្ដាប់កម្មវិធី Hello VOA The Voice of America VOA បាទអស់លោកអ្នកស្ដាប់នេះជាកម្មវិធី Hello VA មានការពិភាក្សាគ្នាអំពីបញ្ហាថាតើដំណោះស្រាយបញ្ហាព្រំដែនកម្ពុជាវៀតណាមត្រូវការអ្វីខ្លះបាទហើយលោកបណ្ឌិតសុកទូចសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈនឹងជាអ្នកស្រាវជ្រាវរឿងផែនទីនៃរាជបណ្ឌិតសភាកម្ពុជាហើយនឹងលោកអ៊ុំសំអានអ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិជាវាគ្មិនសូមតាក់ទងតាមទូរស័ព្ទ012 51 51 94ហើយនឹងផ្ញើសំណួរឬចម្លើយមកកាន់កម្មវិធី Hello VA តាមរយៈ Facebook ផងដែរឥឡូវមុននឹងទទួលសំណួរពីលោកអ្នកស្ដាប់សូមអញ្ជើញលោកអ៊ុំសំអានបញ្ជាក់ឲ្យបានសង្ខេបអំពីបញ្ហាថាតើកម្ពុជាយើងអាចនឹងដូចថាធ្វើវិសោធនកម្មយ៉ាងណាឬរឿងច្បាប់រដ្ឋធម្មនុញ្ញឆ្លើយតបទៅនឹងលោកបណ្ឌិតសុកទូចបានបញ្ជាក់អំបញ្ញមិញដែលថាយើងប្រើផែនទីទៅវាខុសគ្នាទៅនឹងអ្វីដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញបាទសូមបាទខ្ញុំចង់ឆ្លើយតបនឹងលោកបណ្ឌិតសុកទូចបន្តិចតាមពិតដែលលោកបណ្ឌិតសុកទូចថាព្រំដែនរដ្ឋបាលជាមួយវៀតណាមព្រោះបារាំងជាអ្នកអាណានិគមគ្រប់គ្រងទៅលើប្រទេសទាំងពីរហ្នឹងអាចប្តឹងបានដល់ខាងថៃมันអាចប្តឹងបានដោយសារទីសញ្ញាអន្តរជាតិប៉ុន្តែម៉ាឡេជាមួយនឹងសិង្ហបុរីនៅមានពេលមានវិបត្តិរឿងព្រំដែនហ្នឹងម៉ាឡេសិង្ហបុរីហ្នឹងគេប្តឹងទៅតុលាការ ICJ ដែរហើយគ្រប់គ្រងដោយអាណានិគមតែមួយគឺអាណានិគមអង់គ្លេសដូច្នេះព្រំដែនហ្នឹងគឺព្រំដែនរដ្ឋបាលដូចគ្នាបាទអាហ្នឹងជុំវិញបញ្ហាគាត់ជំរាបជូនថាមិនមែនអាណានិគមតែមួយបានន័យថាបើប្តឹងទៅ ICJ វាដរាបប្រទេសទាំងពីរហ្នឹងបានជាមួយគ្នាបាទអត់បានប្តឹងមួយគ្នាបានន័យថាគាត់ចុះកិច្ចព្រមព្រៀងថាយក ICJ ធ្វើជាគោលប៉ុន្តែវៀតណាមវាអត់ចុះទេថៃវាចុះម៉ាឡេវាចុះសិង្ហបុរីវាចុះអានឹងខ្ញុំសូមជំរាបជូនដល់អត់មានចំណុចហ្នឹងទេខ្ញុំបានមើលលក្ខណ្ឌកៈរបស់ ICJ ហើយមើលមាត្រា93នៃតុលាការ ICJ ធម្មទោសមាត្រា93ធម្មនុញ្ញអង្គការសហប្រជាជាតិដែលស្ដីពី ICJ ហើយគឺមានដល់ចុះក្នុងសន្ធិសញ្ញាថាត្រូវប្តឹងបានអាចប្តឹងបានទេយើងមើលពេលថ្មីនេះខាងហ្វីលីពីនបានប្តឹងទៅចិនហើយចិនមិនបានចុះមិនបានប្រកាសទទួលស្គាល់យុត្ថាធិការរបស់ ICJ ប៉ុន្តែប្តឹងបានហើយវៀតណាមគម្រាមប្តឹងចិនទៀតហើយវៀតណាមមិនមានជាប្រទេសដែលប្រកាសទទួលស្គាល់យុត្ថាធិការរបស់ ICJ ថៃក៏អត់ដែរប៉ុន្តែយើងប្តឹងថៃបានឆ្នាំ62យើងប្តឹងបានទេឆ្នាំក្តីនៅប្រសាទព្រះវិហារថ្មីនេះយើងប្តឹងថៃទៅ ICJ ទៀតណាអញ្ចឹងយើងប្តឹងបានអានោះបញ្ហាប្តឹងទៅ ICJ មួយទៀតសន្ធិសញ្ញាឆ្នាំ1985លោកគ្រូមើលអត់បានប្រហែលជាបានមើល85ក្នុងនោះគេមានចែងហើយមានផែនទីភ្ជាប់ទៅនឹងអាហ្នឹងផែនទីដើមលោកគ្រូចង់បានខ្ញុំ copy ឲ្យផែនទីហ្នឹងគឺផែនទីចំនួន66ផ្ទាំងផែនទី SGI ខ្នាត1លើ100,000ចំនួន26ផ្ទាំងផែនទី UTM ខ្នាត1លើ50,000ចំនួន40ផ្ទាំងដូច្នេះខ្ញុំមាននៅក្នុងឯកសារខ្ញុំនេះអាហ្នឹងផែនទីដែលភ្ជាប់ជាមួយនឹងទីសញ្ញាឆ្នាំ1985 83វាអាប់ដេតមក85ហើយដល់82ស្ដីពីដែនទឹកឯងអាហ្នឹងមានផែនទីរបស់វាប៉ុន្តែផែនទីរបស់វាហ្នឹងវាដីស្ដីអំពីដែនទឹកប្រវត្តិសាស្ត្រដែលលោកហ៊ុនសែនដាក់សមុទ្រខ្មែរយើងជាមួយវៀតណាមហ្នឹង 10,000 គីឡូម៉ែត្រការ៉េមានផែនទីភ្ជាប់ដែលធ្វើថ្មីអាហ្នឹងធ្វើបន្ថែមអាហ្នឹងពីដែនសមុទ្រអាហ្នឹងប៉ុន្តែផែនទីហ្នឹងមិនមានផែនទីធំតែម្ដងផែនទីគេនិយាយពីដែនតំបន់ទឹកប្រវត្តិសាស្ត្រហ្នឹងអានោះឆ្នាំ1982បាទប៉ុន្តែផែនទីដែលជាគោលតែម្ដងគឺដូចខ្ញុំថាអញ្ចឹងគឺផែនទីភ្ជាប់ជាមួយសន្ធិសញ្ញាឆ្នាំ1985ដែលមានឈ្មោះបញ្ជីផែនទីហ្នឹងចំនួន66ផ្ទាំងហើយមួយទៀតដែលថាចង់ធ្វើពិសោធនកម្មនៅលើមាត្រា2នៃរដ្ឋធម្មនុញ្ញគឺមិនអាចធ្វើបានទេកាលណាធ្វើបានវាបើកឲ្យយើងប្រើផែនទីអាមេរិកកាំងផែនទីខ្នាត1លើ50,000នៃអាមេរិកកាំងគេធ្វើក្នុងទសវត្សរ៍ទី60និង70ហើយផែនទីហ្នឹងវាខាតព្រោះផែនទី
ទីអាកាំងវាធ្វើតម្រូវទៅលើយួនខាងត្បូងកាលណាពួកយកកងនៅកន្លែងណាអាមេរិកវាគូមកដើម្បីទម្លាក់ខោបែកហើយផែនទីមានកំណត់ព្រំដែនផែនទីអាកាសផែនទីសន្ទុះផែនទីតបដើម្បីទម្លាក់ខោបែកហើយមួយទៀតរឿងថាតំបន់ដាក់ដាំនិងដាក់ហ៊ូតតាមពិតតាមផែនទីបារាំងគេកំណត់ដោយតំបន់ដាក់ដាំមានថាប្រែកដាក់ដាងដល់ប៉ុន្តែចរាចរណ៍អគ្គទេសាភិបាលបារាំងប្រចាំនៅឥណ្ឌូចិនឆ្នាំ1914ហ្នឹងគឺនិយាយព្រំដែនកំណត់ដោយប្រែកដាក់ហ៊ូតហើយបើសិនជាគិតពីប្រែកដាក់ដាំដល់ដាក់ហ៊ូតហ្នឹងវាប្រហែលជា50គីឡូម៉ែត្រការ៉េអញ្ចឹងបានលោកហ៊ុនសែនថាអាចខាត់បងទឹកដីខ្មែរយើង50គីឡូម៉ែត្រការ៉េតាមពិតអត់តាក់ទងនៅមាត្រា2នៃរដ្ឋធម្មនុញ្ញទេមាត្រា2នៃរដ្ឋធម្មនុញ្ញគេឲ្យយកផែនទីដែលធ្វើក្នុងចន្លោះឆ្នាំ3ដល់53ផែនទីຂະຫນាត1 លើ 100,000ប៉ុន្តែឆ្នាំ1914ហ្នឹងជាសេចក្តីសម្រេចរបស់លោកអគ្គទេសាភិបាលបារាំងប្រចាំនៅឥណ្ឌូចិនអត់មានផែនទីណាគេនិយាយផែនទីរឿងមេត្រា2នៃរដ្ឋធម្មនុញ្ញដូច្នេះរឿងចរាចរណ៍ប្រើបានរឿងមួយថៃរឿងសន្ធិសញ្ញាឆ្នាំ1904 1904 និង1907ហ្នឹងអាហ្នឹងវានិយាយពីសន្ធិសញ្ញាទេមិនមែននិយាយពីផែនទីទេសន្ធិសញ្ញាបង្គោលនៅឆ្នាំ1908ដូច្នេះអាហ្នឹងមិននិយាយពីផែនទីគឺនិយាយពីសន្ធិសញ្ញាដូច្នេះអត់មានពាក់ព័ន្ធមេត្រា2កាលណាធ្វើវិសុទ្ធកម្មលើមេត្រា2វាអាចបើកផ្លូវឲ្យយើងប្រើផែនទីអាកាំងទី2ប្រើផែនទីនេះដែលភ្ជាប់ជាមួយសន្ធិសញ្ញាឆ្នាំ1985ហើយធ្វើឲ្យសន្ធិសញ្ញាទាំងឡាយដែលលោកហ៊ុនសែនប្រើកន្លងមកនេះសន្ធិសញ្ញាពេញថៃឆ្នាំ2005ដែលយកសន្ធិសញ្ញាតាមសន្ធិសញ្ញាឆ្នាំ1985ហ្នឹងខ្លាយទៅជាស្របច្បាប់ទាំងអស់បាទសូមអរគុណលោកអង្គសម្អានបាទខ្ញុំសូមអនុញ្ញាតទទួលសំណួរមួយពីលោកមិចមកពីបាត់ដំបងបាទលោកមិចសូមជំរាបសួរបាទលោកកំពុងភ្ជាប់បណ្ដាញទូរស័ព្ទផ្ទាល់ពីបាត់ដំបងបាទសូមចេញបាទសូមជំរាបសួរបងជំរាបសួរបាទសូមចេញសំណួរខ្ញុំសូមគោរពដល់បណ្ឌិតលោកបណ្ឌិតសុកទូនិងអាយដាមអង្គសម្អានបាទខ្ញុំអត់មានសំណួរអីវែងឆ្ងាយព្រោះខ្ញុំស្ដាប់លោកមិញដូចជាអត់ត្រូវគ្នាសងរឿងផែនទីអញ្ចឹងខ្ញុំចង់សួរថាចុះខ្ញុំធ្លាប់បានរៀនបន្តិចបន្តួចដែរចេះរឿងផែនទីខ្មែរយើងថាដែលមានផ្ទៃដី181,000ណាជាងណា181,035ផែនទីហ្នឹងពិតប្រកបឬក៏អត់លោកហើយនឹងដែលបកគោលបងព្រំដែនកាលសម័យបារាំងបានបោះបកគោលតាមព្រំដែនថៃហ្នឹងហើយនឹងព្រំដែនខាងយួនខ្ញុំអត់សូវដឹងដែរតែមានបកគោលនឹងដែរអត់លោកបាទខ្ញុំមានសំណួរប៉ុណ្ណឹងសូមលោកបកស្រាយបាទសូមអរគុណបាទលោកមិចមកពីបាទសូមអរគុណអញ្ចឹងសូមចេញលោកខ្ញុំគ្រាន់ជំរាបជូនទៅអាយដាមអ៊ុំសំអានតំណាងរាស្ត្រមិនមែនមានន័យថាពិសោធនកម្មបើកផ្លូវឲ្យទឹកប្រើអាដែងផែនទី UTM មួយខ្នាតលើ150,000ហ្នឹងទេ50,000ហ្នឹងទេយើងគ្រាន់តែបើកបើយើងរវាងគណៈបកទាំងពីរអង្គុយនិយាយគ្នាទៅក្រោយពីយើងបានផែនទីពីសហរដ្ឋអាមេរិកពីផែនទីពីប្រទេសបារាំងផែនទីពី UN មកហើយយើងអង្គុយគិតគ្នាទៅពេលដែលយើងគិតហើយយើងរួមគំនិតគ្នាកុំឲ្យខ្មែរនិយាយភាសាខ្មែរហើយទៅប្តឹងបរទេសអានឹងវាខ្មាស់គេអញ្ចឹងទេសូមឲ្យគណៈបកសង្គ្រោះជាតិហ្នឹងនិងគណៈបកប្រជាជនហ្នឹងនិយាយគ្នាហើយយើងយកផែនទីណាមួយក្រោយពីយើងបានយកផែនទីណាមួយយើងត្រូវទៅវិសោធនកម្មរដ្ឋធម្មនុញ្ញបើយើងអត់វិសោធទេអត់អាចប្រើបានទេហើយយើងមិនមែនស្គាល់ថាវិសោធនកម្មត្រូវទៅបើកផ្លូវឲ្យ150,000របស់អាមេរិកហ្នឹងឯង150,000របស់អាមេរិកហ្នឹងយើងបាននិយាយគ្នារួចហើយថាមិនទទួលយកទេពីព្រោះវាជាភាពខាតបង់របស់ប្រទេសកម្ពុជាហើយតាក់ទងទៅលើយើងនិយាយថាផែនទីដែលធ្វើនៅឆ្នាំ1933នៅឆ្នាំ1953គ្រាន់តែកន្លែងហ្នឹងខ្ញុំគ្រាន់ជំរាបជូនថាវាខុសរួចទៅហើយវាខុសទៅហើយចាំមើលយើងឃើញទាំងអស់គ្នាសូមឲ្យប្រជារាស្ត្រចាំមើលហើយអ្នកនយោបាយចាំមើលព្រោះបើសិនជាអ្នកនយោបាយ2អ្នកឆ្លោះគ្នាហើយចង់ដេកកដាលវាទៅអត់បានទេវាត្រូវអ្នកណាដែលគិតអញ្ចឹងទេខាងខ្ញុំអត់មានបានយកចំណេញអីទេគ្រាន់ថាបើសិនជាយកឆ្នាំ1933ផែនទីដែលធ្វើនៅដាក់ហ៊ូតនៅឆ្នាំ1914ចឹងវាអត់ឆ្លើយតបហើយនៅច្រកដាក់ដាំឥតមានបង្គោលទេយើងដឹងហើយថាបង្គោលពីកន្ទុយនេះមកដល់នេះគឺមាន314បង្គោលហើយយើងមានព្រំដែនកម្ពុជាវៀតណាមមាន1270គីឡូម៉ែត្រខ្ញុំវាអរគុណព្រះដែលផ្ដល់ខួរក្បាលខ្ញុំមិនបាច់អានក៏បានដែរខ្ញុំមើលអស់ហើយក្នុងរយៈពេល5ខែនេះខ្ញុំមើលឡើងខ្ទីហើយរហូតដល់អាចសួរខ្ញុំតាណាក៏បានដែរហើយអញ្ចឹងទេខ្ញុំគាត់នឹងជំរាបជូនថា
ទាំងអស់ហ្នឹងសូមឲ្យគណៈបកប្រជាជននិងគណៈបកសង្គ្រោះជាតិមិនមែនមានន័យថាបើកវិសោធនកម្មមាត្រា2ហ្នឹងដើម្បីបើកយកផែនទីអាមេរិកមកទេអត់ត្រូវការអាហ្នឹងទេសូមឲ្យគណៈបកសង្គ្រោះជាតិគណៈបកប្រជាជនអ្នកមានការចរចាគ្នាអ្នកមានវប្បធម៌ចរចាគ្នាសូមឲ្យអ្នកនិយាយទៅឲ្យខ្វះទាំងណាយើងជួយគ្នាខ្មែរយើងជួយគ្នាពេលដែលខ្មែរឆ្លោះគ្នាណោវៀតណាមសប្បាយចិត្តទេបាទឃើញវៀតណាមសប្បាយចិត្តទេវៀតណាមសប្បាយចិត្តត្រង់ថាគេអត់ឈឺក្បាលនឹងព្រំដែនទុកឲ្យវាឆ្លោះគ្នាទៀតបើវារកចំណុចឃើញឲ្យបានផងអញ្ចឹងចំណុចហ្នឹងចង់ឲ្យខ្មែរអ្នកនយោបាយដែលប្រជាជនផ្ដល់សេចក្តីទុកចិត្តឲ្យអ្នកទាំងពីរហ្នឹងអ្នកទាំងពីរត្រូវតែអង្គុយក្នុងសភានិយាយគ្នាបាទលោកសុកទូចអាចបញ្ជាក់បាននៅពេលដែលមន្ត្រីអង្គការសហជីវជាតិមកកម្ពុជាដែលនាំផែនទីមកកាន់ទីនេះតើនឹងអាចជួយយ៉ាងម៉េចនៅក្នុងការដែលកំណត់ដូចថាប្រវត្តិសាស្ត្រឬក៏បញ្ជាក់នេះសូមបញ្ជាក់អរគុណណាស់សំណួរនឹងគឺសំណួរដែលត្រូវស្រាយបញ្ជាក់ហើយអត់អាចកំបាំងរយៈពេលយូរទៀតទេពេលអង្គការសហប្រជាជាតិកាន់ផែនទីនឹងមកមានន័យថាបញ្ចប់ប្រវត្តិសាស្ត្រនិយាយដូចឯកឧត្តមអ៊ុំសំអានលោកមានប្រសាសន៍អញ្ចឹងថាយើងយកផែនទីដែលបានតម្កល់នៅអង្គការសហប្រជាជាតិនៅឆ្នាំ1964ធ្វើជាម៉ែត្រវាស់អានេះមិនមែនជាសម្ដីរបស់ឯកឧត្តមអ៊ុំសំអានទេដោយសារតែវាជារឿងច្បាប់ក្នុងរដ្ឋធម្មនុញ្ញបានចែងអញ្ចឹងហើយប្រជាជនខ្មែរក៏បានទន្ទិញចាំមាត់ដូចគ្នាអញ្ចឹងប៉ុន្តែមកដល់ថ្ងៃនេះបើសិនជាអង្គការសហប្រជាជាតិគាត់កាន់មកមែនត្រូវតែកាន់មកហើយ 100% ត្រូវតែកាន់មកហើយតាមដែលខ្ញុំដឹងហ្នឹងគឺពេលនោះស្រ័យបញ្ជាក់ហើយថាកម្ពុជាគ្មានផែនទីណាទៅតម្កល់ទេមានតែផែនទីដែលប្តឹងទៅអង្គការសហប្រជាជាតិនៅថ្ងៃទី27ឆ្នាំ1967ស្ដីអំពីការរំលោភបំពានរបស់អ្នកជិតខាងបាទសូមអរគុណលោកបណ្ឌិតសុកទូចសូមចេញលោកអ៊ុំសំអានមានខ្ញុំចង់ឆ្លើយទៅលោកបណ្ឌិតសុកទូចបន្តិចតាមពិតឆ្នាំ1914ហ្នឹងមិនមែនជាផែនទីជាសេចក្តីសម្រេចឬគេហៅសារាចរអគ្គទេសសាភិបាលបារាំងប្រចាំនំឌូចិនដូច្នេះអត្យតួនឹងមាត្រា2នៃរដ្ឋធម្មនុញ្ញដែលនិយាយពីផែនទីចន្លោះឆ្នាំ33ដល់53និងផែនទីដូច្នេះអពាក់ព័ន្ធគ្នាទេព្រោះអាហ្នឹងជាសារាចរហើយមួយទៀតរឿងផែនទីដែលនឹងមកដល់ពេលឆាប់នេះផែនទីហ្នឹងបើតាមផ្លូវការមិនអាចយកជាផ្លូវការបានទេព្រោះផែនទីហ្នឹងរដ្ឋាភិបាលលោកវ៉ាកំហុងក៏និយាយដែរថាផែនទីហ្នឹងផែនទីប្តឹងអំពីកាំងទម្លាក់ក្របីតាហើយផែនទីតម្កល់នៅអង្គការសហប្រជាជាតិហ្នឹងខាងអង្គការសហប្រជាជាតិរត់ឃើញហើយលោកវ៉ាកំហុងក៏ដឹងដែរថាផែនទីសម្ដេចតាពិតជាបានតម្កល់នៅអង្គការសហប្រជាជាតិមែនឆ្នាំ1964ហើយលោកហ៊ុនសែនក៏ដឹងដែរបើមិនដឹងមិនក៏សរសេរក្នុងលិខិតគាត់ថាស្នើសុំផែនទីដែលសម្ដេចតាតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ1964ដូច្នេះបើសិនជាអត់ទាន់មានផែនទីណាមួយជាផ្លូវការពីអង្គការសហប្រជាជាតិទេយកទោះបីផែនទីនេះមកក៏ដោយគ្រាន់តែយើងទៀងទាត់មើលថាវាអាចប្រើបានឬមិនបានប៉ុន្តែឲ្យថាផែនទីនោះបញ្ចប់យកជាការបានអត់ទាន់អាចយកជាការបានទេបាទអញ្ចឹងយើងគួររងចាំផែនទីនឹងទៅទៀតអញ្ចឹងណាបាទខ្ញុំសូមផ្ដាំបន្តិចក្នុងអ្នកនយោបាយឯកឧត្តមអ៊ុំសំអានជាអ្នកនយោបាយអាណិតជាតិខ្មែរពេលណាឯកឧត្តមទទួលស្គាល់ហេតុអីបានជាហ៊ុនសែនសរសេរលិខិតទៅព្រោះហ៊ុនសែនជើងអ្នកច្បាស់ថាបើសិនជាមានអីលើសពីនឹងទៀតយកមកអញ្ចឹងមានន័យថាម៉េចមានន័យថាគេហ៊ានបើកចាក់ព្រោះបើគេខ្លាចបើសិនជាផែនទីជាផែនទីចោលផែនទីជាផែនទីអាយ៉ងគេហ៊ានសុំទេព្រោះកាលណាសុំហ៊ុនសែនដើរស្រាត់មិនបានហ៊ុនសែនដើរស្រាត់ពីព្រោះផែនទីមកបង្ហាញមានន័យថាហ៊ុនសែនក្បត់ជាតិក្បត់ប្រជាជនប៉ុន្តែបើសិនជារឿងពិតនេះវាអត់មាន 100% វាអត់មានអញ្ចឹងបើសិនជាយើងរងចាំអង្គការសហជាតិទោះតែយួនយកដីអស់ទោះយួនប្រកាសអស់យួន100លានអញ្ចឹងត្រូវជួបប្រជុំគ្នាមានន័យអញ្ចឹងជួបគ្នាទាំងពីរហ្នឹងត្រូវនិយាយគ្នាតាមពិតទោះបីអត់មានផែនទីតម្កល់នៅអង្គការសហជីវជាតិក៏ដោយប៉ុន្តែវាអាចមានផែនទីនៅមហាអំណាចទាំង5ព្រោះផែនទីវាតម្កល់នៅប្រហែលជានៅ7កន្លែងទី1នៅមហាអំណាចទាំង5គឺបារាំងអង់គ្លេសអាមេរិកចិននិងសហភាពសូវៀតឥឡូវរុស្ស៊ីហើយនឹងមកផែនទីមកច្បាប់ទៀតត្រូវនៅកម្ពុជាក៏ប៉ុន្តែនៅកម្ពុជានោះប្រហែលជារត់ឃើញដោយសារសម័យប៉ុលពតនេះអាចបាត់ឬក៏សម័យយួនចូលមកហ្នឹងអានឹងអាចបាត់ពេលហ្នឹងហើយផែនទីមកច្បាប់ទៀតគឺតម្កល់នៅអង្គការសហប្រជាជាតិប៉ុន្តែឥឡូវនេះមិនតាន់បានផែនទីដែលស្នើពីមហាអំណាចទាំង3ទេបើសិនជាយើងអត់បានផែនទីពីអង្គការសហប្រជាជាតិក៏អាចបានផែនទីពីមហាអំណាចទាំង3នោះមកដែរបើសិនក្នុងចំណោមមហាអំណាចទាំង3ពេលនោះយើងអាចប្រើបានដែរឃើញទេបើសិនជាអត់មានបានផែនទីដែលផ្លូវការពីអង្គការសហប្រជាជាតិបាទសូមអរគុណច្រើនលោកអ៊ុំសំអានដែលបានផ្ដល់គំនិតយ៉ាងល្អចំពោះ
កម្មវិធី Hello VOA ហើយសូមអរគុណដល់លោកបណ្ឌិតសុកទូចដែរដែលបានស្រាវជ្រាវយ៉ាងច្រើនផ្ដល់ជូនឲ្យលោកអ្នកស្ដាប់នៅគំនិតយ៉ាងល្អយ៉ាងប៉ិនប្រសប់ដែលលោកបានបញ្យល់យ៉ាងក្បោះក្បាយអំពីរឿងនេះយើងនឹងអញ្ជើញលោកទាំងពីរមកកម្មវិធី Hello VOA នៅពេលខាងមុខទៀតតែឥឡូវដល់ពេលទីបញ្ចប់ហើយសូមអរគុណលោកទាំងពីរច្រើនហើយសូមផ្ទេរកម្មវិធីនេះទៅកាន់រដ្ឋធានី Washington វិញបាទសូមជម្រាបលាលោកទាំងពីរតែប៉ុណ្ណេះបាទ បាទអរគុណ